จุนเรื่องชีวิตโปลีកាត់សេចក្ដីដំបងយើងកំពុងតែឃើញទូអិសរ៉ាអែលរបស់យើងកំពុងតែដេកហៀទឹកមាត់តែម្ដងហើយនាងដេកហៀទឹកមាត់រាល់តែថ្ងៃដេកស្រមុកទៀតហើយទូអិសរ៉ាអែលរបស់យើងពិតជាយ៉ាប់មែនធ្វើជាប៉ូលីសឥឡូវភ្ញាក់គេងហើយថ្ងៃនេះភ្ញាក់លឿនណាស់ដូចជាតុនដៃតុនជើងខុសពីធម្មតាតែម្ដងធ្លាប់តែងើបប្រដងមិនដែរអញ្ចឹងសោះហើយខ្ញុំងើបមកតុនដៃតុនជើងនិយាយថាវេទនាហ្មងអញ្ចឹងហើយរត់ទៅងុយទឹកងុយអីសិនឲ្យជំរះជាតិញើសឲ្យអស់ថ្ងៃហ្នឹងណាជាថ្ងៃចុងក្រោយដែលខ្ញុំធ្វើប៉ូលីសនិយាយថាខ្ជិលធ្វើប៉ូលីសណាថ្ងៃហ្នឹងណាដឹងមានហេតុការអីទៀតហ្មងបុកគ្នាឬស្លាប់ចងកអីហ្នឹងហើយរៀបចំងុយទឹកងុយអីសិនម៉ោងប៉ុន្មានហើយលោកអើយម៉ោង4ថ្ងៃនេះងើបលឿនពេកតុនដៃតុនជើងល្មាក់ល្មក់រៀបចំខ្លួនហើយរៀបចំខ្លួនអីហើយម៉ោង7ល្មមដល់មកទៅធ្វើការល្មមហើយជីវិតជាប៉ូលីសតែប៉ុណ្្នឹងឯងធ្វើមកចេះតែទ្រាំទឹកបើមិនទ្រាំគ្មានលុយចូលផ្ទះទេហើយជីវិតខ្ញុំអើយជីវិតព្យុះជីវិតនាងភ្នកថ្ងៃហ្នឹងចេញភាគ44ចាំមកពីធ្វើការវិញមើលហ្មងទៀតថាតាមដានរឿងរហូតចុះអ្នកមើលតាមដានរឿងអត់ទូអិសរ៉ាអែលរបស់យើងនាងក៏ប៉ុន្តែធ្វើដំណើរទៅធ្វើការនៅកន្លែងប៉ូលីសហើយថ្ងៃនេះខ្ញុំវេទនាហើយទៅធ្វើការអើយចិត្តដល់កាត់មកទូស្រីយើងមកដល់ហ្មងទៅឥឡូវគឺទូស្រីយើងរកកន្លែងទុកឡានទុកអីហើយអរុនសួស្ដីម៉ាលីសាអរុនសួស្ដីលោកថ្ងៃនេះដូចមានហេតុផលថ្ងៃនេះដូចឃើញហេតុផលថាមានគេគ្រោះថ្នាក់ចរាចរណ៍គេហៅយើងទៅតាអូអញ្ចឹងចាំខ្ញុំទៅចុះប៉ូលីសស្រីខាងក្រៅគាត់ដឹងនៅអូយគាត់ដឹងយូរហើយអញ្ចឹងខ្ញុំស្មានតែអត់ទាន់ដឹងតាអញ្ចឹងពេលណាដែលយើងទៅទៀតអីហ្នឹងទៅមានគេខលមកនេះអរុនសួស្ដីចាក់មកខ្ញុំដឹងហើយខ្ញុំចេញដំណើរទៅហើយវាថារងថ្ងៃហ្នឹងគឺមានតែអញ្ចឹងហ្មងឥឡូវចេញដំណើរទៅយ៉ាប់ហ្មងបើអញ្ចឹងហើយខ្លាចតែស្ទះចរាចរណ៍ស្មានហ្នឹងអីអត់ទៅមានចរាចរណ៍ត្រីស្ទះទេខ្លាចតែឡាន8មកពីក្រោយម៉ោង10ហ្នឹងចាប់ផ្ដើមស្ទះចរាចរណ៍ម៉ោង4អីហ្នឹងគេអត់បានចេញពីធ្វើការទេយើងទៅវឹកទៅកុំអត់ស្ទះចរាចរណ៍ស្ទន់ឈប់ទិញអីហូបសិនអីហើយខ្ញុំអត់តន់ហេវម៉ានទេមកឈប់ទៅមកដល់កន្លែងហេតុការអូយគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ម៉េចហើយធ្វើមិនបានគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងខ្ញុំអត់សូវដឹងម៉ានមីអូនឯងម៉ែអ្នកខលមកមានអ្នកហ្នឹងតែលោកគ្រូប៉ែតទៅមិនទាន់ដល់ម៉ោងស្ទះចរាចរណ៍ដល់ម៉ោងហើយម៉ោង10អញ្ចឹងគេចេញពីធ្វើការងារដឹងតែស្ទះចរាចរណ៍ហើយឯងមិនបញ្ញាតែថាចិត្តយ៉ាទេទៅស្គូទៅគីឡូវាមិនស្ទះចរាចរណ៍ទៅណាតាមការគួរចុះខ្ញុំក៏គិតថាវាអាចស្ទះចរាចរណ៍ដែរតាមមើលទៅប៉ុន្តែដូចលឺសំឡេងតិចច្រើនមើលឈប់ឡានមើលសិនមើលចាំមើលខ្ញុំឈប់ឡានមើលសិននៅខាងមុខអូមែនស្ទះចរាចរណ៍មែនយ៉ាប់ហ្មងហាក់ហេតុឡើងឡានទេអូយយ៉ាប់ហ្មងលោកគ្រូឯងណាខ្ញុំចាំតែឲ្យខ្ញុំហៅឡើងឡានហ្មងចោហ្នឹងពិបាករកផ្លូវទៀតវេទនាបុកគ្នាពេញហ្នឹងឡើយតែឥឡូវចេញដំណើរទៅហ្មងអូយវេទនាឥឡូវចេញដំណើរទៅអូយបុកឡានគេខ្លះនោះអូយកុំឲ្យខ្វល់លោកគ្រូយើងធ្វើដំណើរទៅមុខទៀតទៅបើយើងជិះកាត់ខាងនោះវាខ្លាចប៉ះពាល់ដល់ផ្លូវសាលាចឹងយើងសឹកចិត្តជិះគៀប្រឡោះតែគេជិះទៅនិយាយពីថាឡានហ្នឹងមកស្ទះម៉ោង10ម៉ោងអីមកស្ទះហ្នឹងចរាចរណ៍ស្ទះមកទៅមើលស្អែករត់តែខ្លាំងខ្លះស្ទះខុសផ្លូវទៅអត់ចេះទទួលខុសត្រូវហ្មងស្ទះឥឡូវមកដល់កន្លែងលោកគ្រូប៉ែតចុះហើយលោកគ្រូប៉ែតមកដល់កន្លែងហើយចុះរកកន្លែងចតស្រួលបួមកហើយមិនមកដល់កន្លែងចតបានហើយរកកន្លែងចតបានហើយចតកន្លែងហ្នឹង
ឥឡូវខ្ញុំសូមគិតសិនបើមិនទាន់ឃើញឡានប៉ែម្ដងផងដឹងទៅចតដល់ណាទេមើលទៅវាមេឃរល្ងិតហើយគាត់យូរម៉េះឡានប៉ែហ្នឹងធ្វើការយឺតដូចមានអ្នកនៅក្នុងមានលោកពូម្នាក់នៅក្នុងមកជួយឲ្យលឿនមកជួយលឿនលោកពូមានអុកស៊ីសែនởក្នុងហ្នឹងមានក្មួយមានអើយទាញញត្តិការនេះអានេះខ្ញុំទាញសិនទាញញត្តិរួចសោះខ្ញុំវាយហ្មងលោកពូទ្រាំសិនលោកពូខ្ញុំកំពុងវាយលោកពូអើយក្តៅនេះក្តៅដោយសារភ្លើងហ្មងលោកពូទ្រាំលោកពូចាំខ្ញុំជួយលោកពូទ្រាំសិនតើលោកពូទ្រាំសិនក្មួយចាំពូទ្រាំលោកពូទ្រាំមួយផ្លែសិនតើណាលោកពូអើយណែមិនអត់ជួយវាយគ្នាអញ្ចឹងលោកពូនៅក្នុងហ្នឹងលោកពូនៅក្នុងហេតុអ្វីពួកអ្នកអង្គុយចុចទូរស័ព្ទប្រងើយខ្ញុំទេទៅខាងក្រុមខ្ញុំតាហើយគាត់នោះចាំមើលសភាពការតើវាយ៉ាងណាគាត់នឹងទៅរកទឹកហើយប៉ុន្តែមានលោកពូនៅក្នុងនឹងមួយមិនគួរទៅគាត់អញ្ចឹងទេអុកស៊ីសែនឯឡាននេះមានអុកស៊ីសែនតិចបំផុតហើយអុកស៊ីសែននឹងឆាប់អស់ទទួលបានហើយនេះគេកំពុងតែទទួលបានហើយទៅទទួលបានឥឡូវមែនទទួលបានឥឡូវមែនទទួលបានហើយទទួលបានលេខហើយអើយមកដល់ទីឲ្យខ្ញុំថ្ងៃនេះអស់កម្លាំងណាស់ខ្ញុំរកទៅងុយទឹកមួយស្អីសិននិយាយពីថាម៉ោង10យប់ហើយបានមកដល់ផ្ទះការងារជាប៉ូលីសអញ្ចឹងហើយរៀបងុយទឹកមួយស្អីសិតបាទរត់ឆែកសិនប្រហែលជាម៉ោង2ម៉ោង3យ៉ាងមិនបានដេកជ្រៀងមួយសិនមើលទៅជើងមេឆ្ងាយដាញ់ភ្លឺហើយដេកមិនឆ្អាតទេថ្ងៃនេះជីវិតជាប៉ូលីសវាមិនស្រួលអញ្ចឹងទេហើយរត់ដើរទៅកន្លែងយើងហ្នឹងសិនអញ្ចឹងបងប្អូនស្មើខ្ញុំចប់1 2 3ចឹងអរគុណច្រើនបងប្អូនទាំងគ្នាវីដេអូយើងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយឲ្យមេដៃនិង Subscribe ម្នាក់មួយផងហើយកុំភ្លេច comment ខាងក្រោមអរគុណច្រើនជម្រាបលាបាយបាយ